load ពីការដាក់ caption វែងៗបែបនេះឲ្យវា load តាមពាក្យដែលយើងនិយាយមួយបែបនេះតែគេធ្វើមិននៅលើ TikTok តោះទៅមើលទាំងអស់គ្នាអូមួយនេះសម្រាប់បងដែលគាត់ចេះសោះគាត់បានមើលវីដេអូខ្ញុំចាស់ៗដែលបងថតវីដេអូរួច edit នៅលើ TikTok ហ្នឹងតោះមកវីដេអូហ្នឹងបងចង់កាត់កន្លែងណាចោលគឺបងកាត់ឲ្យហើយដើម្បីយើង generate caption ឲ្យវា load អក្សរ scroll មករកមើលពាក្យតា caption ឬក៏រូបបែបគ្រាន់តែរងចាំវាធ្វើការបន្តិចទៅ load មកជាភាសាខ្មែរមកមួយផ្ទាំងបែបនេះហើយដែលយើងធ្វើដំបូងគឺយើងរើស style អក្សរខ្មែរហើយនិងភាសាអង់គ្លេសគឺខុសគ្នាដែរអក្សរខ្មែរគឺដាក់ template បានប៉ុន្តែវាអត់ load មួយដោយដែលគេបានបង្ហាញអញ្ចឹងតែបើបង generate ជាភាសាអង់គ្លេសគឺងាយស្រួលទេគឺវា load ដោយដែលគេបានបង្ហាញបងរើ style ដែលបងចង់ដាក់មួយមកកន្លែងសំខាន់ណាអញ្ចឹងយើងឃើញ caption របស់យើងវាវែងយើងចូលកន្លែង edit caption ហើយបងចុចចុះបន្ទាត់វាម្ដងមួយម្ដងម្ដងទៀតចុះបន្ទាត់វាម្ដងមួយនេះសម្រាប់អ្នកដែលគាត់ចង់បានអក្សរដាក់ម្ដងមួយដូចខ្ញុំធ្វើអញ្ចឹងទៅបានសារតែវីដេអូមុនមានអ្នកខ្លះគាត់ឲ្យខ្ញុំ generate ជា auto caption ខ្ញុំយល់ថាគាត់ចង់ឲ្យធ្វើអញ្ចឹងវាលឿនងាយស្រួលធ្វើនៅលើ TikTok វាអត់មាន font free ច្រើនវាអាចដាក់ font បានណា font ខ្មែរយើងបើនៅលើ CapCut វិញគឺប្រើអត់បានហ្មងបើបងអត់ប្រើ Pro